អ្នកខ្វាក់ភ្នែកមែនទេនេះជានំខេកដែលលោក FN បានធ្វើដោយខ្លួនឯងសម្រាប់គូដណ្ដឹងរបស់គាត់គិតថាអ្នកអាចមានលទ្ធភាពទិញវាបានទេខ្ញុំជាកូនស្រីរបស់ក្រុម Manor អ្នកចង់បានដៃខ្ញុំមែនទេបង្ហាញខ្ញុំនៅអ្វីដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកចាំខ្ញុំផងរយលីខ្ញុំនឹងយកកំណប់ទ្រព្យដែលមិនដូចអ្វីផ្សេងទៀតនៅក្នុងโลกនេះកូនសម្លាញ់ប៉ាឡែងចង់បានយើងទៀតហើយសម្លាញ់ឲ្យអ្នកសុខសប្បាយជាទេថ្ងៃនេះអ្នកមកយឺតណាស់អ៊ីថានតើអ្នកនៅស្រឡាញ់ខ្ញុំទេតើអ្នកកំពុងនិយាយអំពីអ្វីអ្នកគឺជាមនុស្សតែម្នាក់គត់ដែលខ្ញុំធ្លាប់ស្រឡាញ់បើដូច្នេះហេតុអ្វីបានជាអ្នកសុំនាងរៀបការអ្នកឃើញទេខ្ញុំអាចពន្យល់បានជឿខ្ញុំចុះខ្ញុំតែងតែស្រឡាញ់អ្នកអ៊ីថានខ្ញុំនឹងស្ដាប់ជាពិសេសចាប់តាំងពីខ្ញុំកំពុងកាន់កូនរបស់យើងហេតុអ្វីរីលីជាកូនស្រីរបស់នាយកប្រតិបត្តិបើខ្ញុំលេងរឿងនេះបានត្រឹមត្រូវខ្ញុំនឹងក្លាយជាអ្នកស្នងមរតកអ្នកស្នងមរតកមីរ៉ាខ្ញុំបានមើលថែអ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយឥឡូវនេះខ្ញុំគ្រាន់តែសុំស្លាប់មួយគូប៉ុណ្ណោះកុំធ្វើដូចជាខ្ញុំកំពុងសម្លាប់អ្នកគ្រាន់តែស្លាប់មួយគូតើអ្នកយល់ទេបើគ្មានស្លាប់ទាំងនោះខ្ញុំនៅឆ្ងាយពីកំពូលមួយជំហានទៀតហេតុអ្វីបានជាអ្នកមិនអាចគាំទ្រខ្ញុំមីរ៉ានៅពេលដែលខ្ញុំមានក្រុមហ៊ុនទាំងមូលខ្ញុំនឹងលែងលះគ្នាហើយរៀបការជាមួយអ្នកអ៊ីថានកូនរបស់យើងបានបាត់បង់ទៅហើយការស្នើសុំអំណោយត្រូវបានទទួលយកសូមអបអរសាទរលោកនាយកប្រតិបត្តិ Toby ខ្ញុំបានប្រគល់ជីវិតរបស់ខ្ញុំជូនលោកហើយលោកបានយកថ្ងៃចុងក្រោយរបស់ខ្ញុំទៅទិញស្ត្រីម្នាក់ទៀតខ្ញុំជិតស្លាប់ហើយ FN 17 ឆ្នាំនៃការស្រឡាញ់អ្នកហើយនេះជាកន្លែងដែលយើងបញ្ចប់សប្បាយចិត្តឥឡូវនេះទេដោះដូរជីវិតខ្ញុំដើម្បីបល្ល័ង្ករបស់អ្នកតើអ្នកកំពុងនិយាយអំពីអ្វីអ្នកបានរស់នៅដោយពឹងផ្អែកលើខ្ញុំអស់